ថ្ងៃនេះជួបជាមួយខ្ញុំទៀតហើយខ្ញុំមានបទពិសោធន៍មួយដ៏រន្ធត់បំផុតដែលខ្ញុំបានលើកមកប្រាប់អ្នករាល់គ្នានៅថ្ងៃនេះវាជារឿងមួយទៀតដែលខ្ញុំផ្ទាល់មិនធ្លាប់ឮពីមុនមកព្រោះរឿងថ្ងៃនេះជាបទពិសោធន៍ដែលបានកើតឡើងជាមួយអ្នកលក់សាច់ក្រកតើអ្នកលក់សាច់ក្រកអាចទាក់ទងនឹងបទពិសោធន៍ខ្មោចបានយ៉ាងណាតោះស្ដាប់រឿងនេះសាច់រឿងនេះត្រូវបានផ្ញើពីលោកពូច័ន្ទវាជាបទពិសោធន៍ផ្ទាល់ដែលបានកើតឡើងជិត10ឆ្នាំមុនព្រោះលោកពូច័ន្ទមានអាយុច្រើនហើយខ្លួនកូនផ្ទាល់ធ្លាប់ជាបុគ្គលិកក្នុងរោងចក្រមួយក្នុងវ័យជំទង់គាត់ក៏ដូចជាបរិសុទ្ធដទៃទៀតដែរអ្នកគឺជាមនុស្សដែលមានសុបិនចង់មានជីវិតសុខស្រួលនៅចុងបញ្ចប់នៃការចូលនិវត្តន៍ដូច្នេះគាត់បានព្យាយាមធ្វើការគ្រប់យ៉ាងធ្វើឲ្យបានច្រើនតាមដែលអ្នកធ្វើបានដើម្បីឲ្យជីវិតរីកចម្រើនក្នុងការងារហើយរំពឹងថាមុនពេលគាត់ចូលនិវត្តន៍អ្នកខ្លួនឯងនឹងមានមុខតំណែងធំប្រាក់ខែខ្ពស់ហើយត្រូវបានគេគោរពដោយបុគ្គលិកទាំងអស់ប៉ុន្តែតាមពិតជីវិតមិនងាយស្រួលប៉ុន្មានទេបន្ទាប់ពីធ្វើការក្នុងរោងចក្រនេះស្ទើរតែ20ឆ្នាំនៅពេលអាយុកើនឡើងការរស់នៅយ៉ាងលំបាករបស់គាត់ក្នុងវ័យជំទង់បានចាប់ផ្ដើមបង្ហាញឥទ្ធិពលរបស់វាសម្ពាធដែលខ្ញុំបានទទួលវារៀងរាល់ថ្ងៃសម្រាប់មិនគ្រប់គ្រាន់នៅទីបំផុតបានធ្វើវាពូច័ន្ទត្រូវក្លាយជាមនុស្សដែលមានជំងឺពីកំណើតហើយខ្ញុំមិនអាចធ្វើការទៀតទេអ្វីគ្រប់យ៉ាងដែលបានកើតឡើងធ្វើឲ្យគាត់សម្រេចចិត្តលាលែងពីការងារខ្ញុំចង់ចេញមកដើម្បីការពារខ្លួនហើយរស់នៅដោយរីករាយតាមដែលអាចធ្វើទៅបានបន្ទាប់ពីចាក់ចេញពីរោងចក្រលោកពូច័ន្ទនិងភរិយាសម្រេចចិត្តផ្លាស់ទៅសហគមន៍នៅជនបទដាច់ស្រយាលនៃខេត្តព្រះវិហារប្រាក់ដែលគាត់ខំសន្សំផ្ទាល់ខ្លួនដែលគាត់មានបំណងរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំធ្វើឲ្យអ្នកនិងប្រពន្ធរបស់អ្នកល្មមនឹងយកលុយនោះទៅសង់ផ្ទះតូចមួយសាមញ្ញមានកន្លែងសម្រាប់ដាំបន្លែរស់នៅដោយសន្សំសំចៃពួកគេទាំងពីរអាចសង្ឃឹមបានថានឹងមានជីវិតដ៏សុខសាន្តនៅទីបញ្ចប់ប៉ុន្តែបន្ទាប់ពីសាងសង់ផ្ទះរួចហើយបានផ្លាស់ទៅកាលពីប៉ុន្មានខែមុនពូច័ន្ទនិយាយអ្វីគ្រប់យ៉ាងគឺមិនដូចអ្វីដែលអ្នករំពឹងទុកនោះទេមួយផ្នែកគឺដោយសារតែអ្នកខ្លួនឯងបានធ្វើការរោងចក្រអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយមានទម្លាប់ប្រចាំថ្ងៃច្បាស់លាស់ក្នុងនាមជាអ្នកឧស្សាហ៍ព្យាយាមគាត់មិនដែលអង្គុយនៅឡើយតែឥឡូវគាត់ត្រូវនៅផ្ទះមិនចេញក្រៅដូច្នេះវាធ្វើឲ្យអ្នកមានអារម្មណ៍ធុញទ្រាន់និងភាពទទេដូច្នេះពូច័ន្ទខំរកការងារបន្ថែមបន្តិចបន្តួចធ្វើអ្វីដែលអ្នកចង់បានដោយមិននឿយហត់អ្វីក៏ដោយដែលអ្នកចង់ធ្វើបើមិនចង់ធ្វើទេសម្រាកសិនក៏បានហើយបន្ទាប់ពីអង្គុយគិតយូរពូច័ន្ទគិតពីអាជីពមួយដែលគាត់អាចធ្វើបានមុខរបរនោះគឺអ្នកលក់សាច់អាំងលក់ប្រហិតសាច់ជាជម្រើសដ៏ស័ក្តិសមបំផុតភ្លាមព្រោះវាមិនត្រូវការដើមទុនច្រើនហើយវាជាអ្វីដែលមនុស្សភាគច្រើនចូលចិត្តងាយស្រួលទិញងាយស្រួលលក់មិនចាំបាច់ទទួលបន្ទុកច្រើនពេកទេគាត់គិតបែបនេះធ្វើឲ្យគាត់សម្រេចចិត្តចាប់វិធានការភ្លាមពូច័ន្ទចាប់ផ្ដើមដោយទិញប្រហិតសាច់ដែលធ្វើរួចទីផ្សារក្នុងសង្កាត់ហើយប្រើចង្ក្រានសាមញ្ញចំពោះវិធីសាស្ត្រលោកបានសម្រេចចិត្តវិនិយោគលើការទិញប្រទេសរុញចាស់មួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរទៅលក់តាមភូមិនិងផ្សារតូចធំ
ពូច័ន្ទបានប្រាប់ខ្ញុំអំពីរឿងនេះភ្លាមបន្ទាប់ពីចាប់ផ្ដើមលក់វាដូចជាអ្នកបានរកឃើញអត្តសញ្ញាណដែលអ្នកបានបាត់ទោះបីចំណូលទទួលបានមិនច្រើនក៏ដោយប៉ុន្តែវាគ្រប់គ្រាន់សម្រាប់ជួយដល់ការចំណាយក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់ហើយអ្វីដែលសំខាន់នោះគាត់ផ្ទាល់ក៏មានអារម្មណ៍រីករាយរាល់ពេលដែលគាត់និយាយជាមួយអតិថិជនពួកគេខ្លះជាក្មេងៗដែលមកទិញប្រហិតតែមួយសន្ទុះអ្នកខ្លះទៀតជាកម្មករដែលទិញវាមកហូបពេលសម្រាប់អាហារថ្ងៃត្រង់ដើម្បីបន្ថែមកម្លាំងដើម្បីបន្តការធ្វើការអ្នកបានជួបអតិថិជនផ្សេងៗគ្នាជាច្រើនដូច្នេះវាធ្វើឲ្យអ្នកមានអារម្មណ៍ល្អណាស់នោះជារឿងជំនាញលក់ដែលគាត់ប្រាប់ខ្ញុំពូច័ន្ទនិយាយថាតាំងពីគាត់មកក្រៅពីតំបន់មុនមកហើយទើបតែផ្លាស់មកនៅទីនេះកាលពី1ឆ្នាំមុនដូច្នេះគាត់មិនសូវស្និទ្ធនឹងអ្នកភូមិទេពួកគេភាគច្រើនគ្រាន់តែញញឹមនិងស្វាគមន៍គ្នាទៅវិញទៅមកប៉ុន្តែវាមិនបានចូលទៅក្នុងព័ត៌មានលម្អិតច្រើនទេប៉ុន្តែទោះបីជាបែបនេះក៏ដោយពេលខ្លះការសន្ទនាគឺចម្លែកដែលមិននឹកស្មានថានឹងនិយាយពីមុនមកជាឧទាហរណ៍មានពេលមួយអ្នកធ្លាប់ឮមនុស្សនៅក្នុងសង្កាត់និយាយអំពីរឿងចម្លែកដែលបានកើតឡើងក្នុងផ្លូវមួយមនុស្សនៅតំបន់នោះច្រើនតែនិយាយអំពីវារន្ធត់ដល់ផ្ទះមួយខ្នងនៅកណ្ដាលផ្លូវប៉ុន្តែដោយសារអ្នកជាមនុស្សមិនជឿរឿងអាចកំបាំងដូច្នេះកូនមិនបានយកចិត្តទុកដាក់អ្វីច្រើនទេមិនដែលសួរថាមានរឿងអ្វីកើតឡើងនៅក្នុងផ្ទះនោះពូច័ន្ទឃើញជាញឹកញាប់រឿងដែលគេនិយាយគឺជារឿងសប្បាយរបស់អ្នកភូមិដូច្នេះអ្នកមិនចង់យកវាទៅក្នុងចិត្តទេប៉ុន្តែរហូតដល់យប់មួយរឿងចម្លែកនោះវាអាចកើតឡើងចំពោះអ្នកយប់នោះពូច័ន្ទចាំបានច្បាស់នោះជាយប់ដែលកូនសម្រេចចិត្តរុញរទេះលក់ប្រហិតចេញទៅលក់នៅកន្លែងតាំងពីពោវត្តកូនគិតថាការលក់របស់ក្នុងការតាំងពីពោលើកនេះប្រហែលជាលក់ដាច់ខ្លាំងវាមិនចំណាយពេលតែ 2-3 ម៉ោងប៉ុណ្ណោះសម្រាប់ពួកគេដើម្បីលក់ចេញទទួលបានប្រាក់ចំណេញហើយឆាប់ទៅផ្ទះប៉ុន្តែព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងថ្ងៃនោះមិនមែនជាអ្វីដែលអ្នកបានគិតនោះទេដោយសារតែអ្នកបាននិយាយបន្ទាប់ពីគាត់បានទៅចាប់ផ្ដើមលក់នៅម៉ោងប្រហែល 4 រសៀលជាច្រើនម៉ោងបានកន្លងផុតទៅរហូតដល់ម៉ោង 10 យប់មានអ្នកភូមិនិងមនុស្សជាច្រើនដើរមកជុំវិញប្រាសាទខ្លួនឯងអាចលក់បានខ្លះថាអ្នកខ្លួនឯងមិនមែនមកពីតំបន់នោះទេធ្វើឲ្យអ្នកមិនដែលដឹងពីមុនមកពេលវេលាបានកន្លងផុតទៅបន្ទាប់ពីម៉ោង 10 យប់អ្នកដែលបានមកដើរលេងតាំងពីពោពួកគេទាំងអស់គ្នាបានត្រឡប់ទៅផ្ទះឃើញដូច្នេះពូច័ន្ទក៏មិនចង់គិតច្រើនដែរទោះបីជាសាច់អាំងរបស់គាត់នៅសល់ក្នុងទូច្រើនប៉ុន្តែភ្លាមនោះគាត់ក៏សម្រេចចិត្តរៀបចំអីវ៉ាន់ហើយត្រឡប់ទៅផ្ទះវិញពេលចេញពីព្រះវិហារផ្លូវគឺខុសគ្នាយ៉ាងច្បាស់ពីផ្លូវនៅពេលព្រលឹមដោយសារតែវាជាតំបន់ជាយក្រុងវាបានធ្វើឲ្យបរិយាកាសជុំវិញកោតស្ងប់ស្ងាត់ខ្លាំងនៅតាមផ្លូវស្ទើរតែគ្មានភ្លើងបំភ្លឺមានតែរថយន្តខ្លះបើកកាត់ពីមួយពេលទៅមួយពេលហើយបន្ទាប់ពីចំណាយពេលខ្លះនៅលើផ្លូវទីបំផុតគាត់ធ្វើដំណើរជិតផ្ទះលោកថាពេលនោះមិនមានមនុស្សនៅក្នុងសង្កាត់នោះទេមានមនុស្សតែម្នាក់គត់នោះបន្តិចម្ដងបំវិលរទេះលក់ប្រហិតតាមផ្លូវគាត់បន្តវិលរហូតដល់មុខផ្ទះច្រកផ្លូវលំបាករំពេចនោះខ្ញុំបានមានអារម្មណ៍ថាខ្យល់បក់បោកមកលើខ្លួនខ្ញុំ
ខ្យល់នោះបានផ្ដល់ឲ្យអ្នកនៅអារម្មណ៍ព្រឺព្រួចដោយមិនអាចនិយាយបានដូច្នេះគាត់បានងាកឆ្វេងងាកស្ដាំទៅមើលហើយសង្កល់ឃើញនៅភាពមិនប្រក្រតីដែលមិនអាចកើតឡើងវាជាពេលមួយដោយមើលឃើញអ្វីមួយនៅកណ្ដាលផ្លូវនៅក្នុងភាពងងឹតនៅមុខផ្ទះឈើមួយច័ន្ទបានឃើញបុរសម្នាក់អង្គុយនៅលើជណ្ដើរបុរសនោះស្លៀកពាក់ដូចជាមនុស្សធម្មតាពាក់អាវរងានិងខោខ្លីមានពន្លឺភ្លឺក្រហមតូចមួយធ្វើឲ្យគេដឹងថាបុរសនោះជក់បារីពេលពូច័ន្ទងាកទៅមើលក្នុងផ្លូវតូចបុរសនោះបែរក្បាលមកជួបនឹងភ្នែកហើយបានគ្រវីដៃភ្លាមហើយហៅចេញបុរសនោះបាននិយាយដោយសំឡេងស្រទន់ប៉ុន្តែជាមួយនឹងភាពស្ងប់ស្ងាត់នៅពេលយប់ធ្វើឲ្យវាអាចស្ដាប់បានយ៉ាងច្បាស់ព្រោះឃើញដូច្នេះពូច័ន្ទសប្បាយចិត្តជាខ្លាំងភ្លាមព្រោះសាច់ប្រហិតដែលនៅសល់តិចតួចនឹងលក់អស់គាត់រុញរទេះយ៉ាងលឿនដោយមិនគិតអ្វីទាំងអស់ដល់ពេលគាត់រុញរទេះទៅជិតផ្ទះពូច័ន្ទចាប់ផ្ដើមមានអារម្មណ៍ចម្លែកព្រោះផ្ទះដែលបុរសនេះអង្គុយទល់មុខវាមើលទៅចាស់ហើយទ្រុឌទ្រោមវាដូចជាត្រូវបានគេបោះបង់ចោលជាច្រើនឆ្នាំឈើខ្លះចាប់ផ្ដើមរលួយទ្វារខាងមុខត្រូវបានទុកចោលប៉ុន្តែនៅខាងក្នុងវាងងឹតទាំងស្រុងតំបន់ជុំវិញពោរពេញទៅដោយផ្ទះចោលទាំងតូចទាំងធំពួកគេមានទីតាំងនៅឆ្ងាយពីគ្នាអាចនិយាយបានថាផ្ទះនេះឈួរតែម្នាក់ឯងដូច្នេះវាធ្វើឲ្យមើលទៅចម្លែកនិងគួរឲ្យខ្លាចប៉ុន្តែនៅពេលនោះពូច័ន្ទមិនចង់គិតអ្វីទាំងអស់គាត់ងាកក្បាលទៅមើលបុរសនោះព្រមជាមួយការសួរភ្លាមតើខ្ញុំគួរយកប៉ុន្មានបុរសនោះមិនឆ្លើយទេប៉ុន្តែយឺតគាត់ក្រោកឡើងហើយដើរទៅជិតពូច័ន្ទពេលនោះវាបានធ្វើឲ្យអ្នកធំក្លិនស្អុយដល់ចម្លែកដែលចាប់ផ្ដើមអណ្ដែតហើយប៉ះច្រមុះរបស់ខ្ញុំពេលគាត់ធំក្លិនអីបែបនឹងហើយខ្លាចបាត់ចរិតដូច្នេះពូច័ន្ទធ្វើពុតជាមិនចាប់អារម្មណ៍គាត់បន្ទាប់ក្បាលចុះមើលប្រហិតសាច់របស់គាត់បន្ទាប់មកគាត់បានយកកាបូបមករងចាំទទួលការកម្មង់ពីអតិថិជននៅពេលនោះហើយដែលគាត់ចាប់ផ្ដើមមានអារម្មណ៍ចម្លែកបន្តទៀតដោយសារតែអ្វីនៅជុំវិញគាត់គឺស្ងាត់ទាំងស្រុងដោយគ្មានចរណាពូច័ន្ទប្រញាប់ងើបមុខឡើងប៉ុន្តែអ្វីដែលអ្នកឃើញធ្វើឲ្យអ្នកមានអារម្មណ៍ព្រឺព្រួចពេញរាងកាយដោយសារតែបុរសនោះបានបាត់ខ្លួនខ្ញុំមិនដឹងថាវាទៅណាទេដោយភ័យខ្លាចខ្ញុំព្យាយាមមើលជុំវិញម្ដងមួយប៉ុន្តែខ្ញុំមិនបានជួបនរណាម្នាក់ទេមិនមានសញ្ញានៃបុរសនោះទាល់តែសោះនៅពេលដែលវាកើតឡើងអ្នកអាចដឹងភ្លាមថាគាត់ផ្ទាល់នឹងត្រូវចាប់ខ្លួនពូច័ន្ទប្រញាប់បត់ជើងតូចដើម្បីគេចប៉ុន្តែនៅពេលនោះរឿងដែលនឹកមិនស្មានដល់បានកើតឡើងព្រោះមានសំឡេងរំខានពីខាងក្នុងផ្ទះសំឡេងនោះជាសំឡេងខ្លាំងដូចជាអ្នកបើកទ្វារពូច័ន្ទបែរក្បាលទៅរកសំឡេងភ្លាមឃើញទ្វារមុខផ្ទះដែលគាត់ធ្លាប់ឈរនៅទីនោះឥឡូវនេះវាបើកបន្តិចម្ដងគាត់បាននិយាយថាគាត់រន្ធត់ចិត្តណាស់គាត់ស្ទើរតែឈរជើងមិនអាចផ្លាស់ទីទៅណាមិនអាចផ្លាស់ទីកន្លែងណាបានទេខ្ញុំគ្រាន់តែអាចសន្លឹងមើលទ្វារនោះហើយបន្ទាប់មកខ្ញុំបារម្ភអំពីអ្វីដែលកើតឡើងហើយរឿងដែលខ្ញុំមិនចង់កើត
គឺពិតជាកើតឡើងព្រោះពេលទ្វារបើកទូលាយពូច័ន្ទបានឃើញបរិះម្នាក់នោះពាក់អាវយឺតសអ្នកដែលហៅអ្នកចង់ទិញប្រហិតឥឡូវនេះគាត់លូនចេញបន្តិចម្ដងប្រើដៃទាំងពីរដើម្បីគ្រវីនៅខាងមុខបន្ទាប់មកគាត់ទាញខ្លួនចេញយឺតមួយជំហានម្ដងមួយជំហានភ្លើងពីរទេសសាច់របស់គាត់ភ្លឺល្មមនោះនឹងធ្វើឲ្យមុខបរិះមើលឃើញយ៉ាងច្បាស់មុខរបស់គាត់មានពណ៌សភ្នែកមើលទៅគួរឲ្យខ្លាចរហូតដល់ស្ទើរតែដាច់ត្រចៀកគាត់ថាបរិយាកាសជុំវិញគាត់នៅពេលនោះគឺគួរឲ្យខ្លាចខ្លាំងណាស់ព្រោះវាមានក្លិនស្អុយសាយភាយពេញតំបន់គាត់តក់ស្លុតខ្លាំងណាស់ដែលគាត់មិនអាចធ្វើអ្វីបានប៉ុន្តែវានៅតែល្អក្នុងការដឹងខ្លួនប្រញាប់រុញរទេះចេញពីចំណុចនោះភ្លាមពេលរុញរទេះចេញមកអ្នកបានឮសំឡេងសើចរបស់បរិះនោះដើរតាមពីក្រោយពីចម្ងាយរហូតដល់ពេលគាត់រត់គេចពីផ្លូវនោះសំឡេងនិងក្លិនទាំងនោះបាត់ភ្លាមគាត់ត្រឡប់មកផ្ទះវិញភ័យខ្លាចញាប់ញ័រហើយនៅពេលនិយាយរឿងទាំងមូលទៅប្រពន្ធរបស់គាត់បានត្អូញត្អែយ៉ាងខ្លាំងគាត់ថាមនុស្សនៅជុំវិញនេះបានប្រមានគាត់ប៉ុន្តែមិនស្ដាប់បើអាចកុំចូលក្នុងផ្លូវនោះពេលយប់ព្រោះផ្ទះនោះធ្លាប់មានប្រវត្តិពីមុនច្រើនឆ្នាំមកហើយដែលអ្នកផ្ទះបោះបង់ចោលវាធ្លាប់ជាកន្លែងប្រមូលផ្ដុំសម្រាប់យុវវ័យដែលចូលចិត្តលួចជក់ថ្នាំញៀនពេលយប់រហូតដល់ពេលមួយបន្ទាប់ពីប្រើថ្នាំវាហាក់ដូចជាក្មេងទុំទងមួយក្រុមនោះត្រូវបានខ្មោចលងហើយពួកគេបានឆ្លោះប្រកែកគ្នាទៅវិញទៅមកហើយចុងក្រោយពួកគេវាយគ្នារហូតមានអ្នកស្លាប់ក្រោយពេលកើតហេតុជនបង្កបានរត់គេចខ្លួនអស់សពបរិះម្នាក់ត្រូវបានគេទុកចោលក្នុងផ្ទះជាច្រើនថ្ងៃបានកន្លងផុតទៅមុនពេលមាននរណាម្នាក់រកឃើញគាត់ព្រោះមានក្លិនស្អុយរាលដាលពាសពេញតំបន់នោះហើយចាប់ពីពេលនោះមកអ្នកណាដើរចូលផ្លូវនោះពេលយប់ជាញឹកញាប់បានជួបជាមួយនឹងវិញ្ញាណរបស់បរិះនោះដែលចេញមកលងមនុស្សវាដូចជាគាត់ខឹងនឹងអ្វីដែលបានទទួលពូច័ន្ទបាននិយាយថាបន្ទាប់ពីបានស្ដាប់រឿងទាំងស្រុងគាត់ទទួលស្គាល់ថាតាំងពីកើតមកអ្នកមិនធ្លាប់ជួបប្រទះអ្វីដែលគួរឲ្យរន្ធត់បែបនេះពីមុនមកទេនោះជាលើកដំបូងនិងតែមួយគត់ក្នុងជីវិតរបស់គាត់អាចនិយាយបានថាបានជួបខ្មោចពិតចាប់តាំងពីថ្ងៃនោះពូច័ន្ទមិនដែលចេញទៅលក់ប្រហិតពេលយប់ទៀតទេអ្នកនឹងប្រញាប់ទៅផ្ទះមុនពេលព្រះអាទិត្យលិចដោយសារតែព្រឹត្តិការណ៍ដែលបានកើតឡើងនៅពេលយប់នោះវានៅតែលងខ្ញុំហើយជាប់គង់ក្នុងការចងចាំសូមអរគុណសម្រាប់ការតាមដានទស្សនានិងស្ដាប់រហូតមកដល់ពេលនេះជួបខ្ញុំនៅវីដេអូបន្ទាប់ជារាត្រីយប់ទី4អរគុណច្រើនបាយបាយ